ទឹកសុបពី3ឆ្នាំធំៗនេះក៏លក់តែប្រហែលម៉ោងអីគឺអស់ហើយអ្នកនៅខាងពោធិ៍ចិនតុងគឺថាសបោមហូបបែបលក្ខណៈជើងចាស់មែនតើសម្រាប់ Two Sister វិញគឺជាលើកទី1ទេដែលបានទៅហើយនៅកន្លែងគាត់វិញគឺឃើញតែចៃដន្យណាប៉ុន្តែពុកម៉ែប្អូននិយាយទៅគឺថាទំនងមែនតើសម្រាប់ស៊ុបគោគឺមួយឆ្នាំចាប់ពី20000រៀលឡើងទៅហើយមួយឆ្នាំនេះគឺយើងអាចញ៉ាំបានពី2នាក់ទៅ3នាក់ហើយពេលអាកាសធាតុអញ្ចេះដាក់ជាមួយនឹងស៊ុបគោក្តៅហត់មកបែកញើសខ្ចាយហ្នឹងគឺថាត្រូវមែនតើសម្រាប់ទីតាំងនៃ Two Sister ទៅនេះគឺមានឈ្មោះថាតាម៉ាប់លក់ស៊ុបនៅចិត្តពលានយន្តហោះពោធិ៍ចិនតុងដែលនៅម្ដុំផ្សារតាំងកសាំងហើយនេះគឺជាទីតាំងរបស់គាត់ពុកម៉ែប្អូនទំនងមែនតើហើយបើថាសាច់វិញគឺគាត់រៀបចំមកឡើងច្រើននឹងតែម្ដងណាហើយដោយដែល Two Sister បានបង្ហាញនៅក្បាលវីដេអូអញ្ចឹងគឺទឹកស៊ុបធំប្រហែលឆ្នាំហ្នឹងគាត់លក់ត្រឹមតែខ្ទង់ម៉ោង7ម៉ោង8អីគឺអស់ហើយជួនកាលថ្ងៃខ្លះចឹងទៅលក់ដល់ម៉ោង9អីអញ្ចឹងណានិយាយទៅអត់ទៀងទេគាត់បើកពីម៉ោង3ទៅអស់ពេលណាគឺបិទពេលហ្នឹងហើយសម្រាប់តម្លៃស៊ុបវិញគឺមានចាប់ពី20000ឡើងទៅពុកម៉ែប្អូនដែលចង់រកជាលក្ខណៈស៊ុបគោបែបហត់ក្តៅអញ្ចេះគឺអាចទៅសាកនៅទីតាំងមកកន្លែងនេះបានជាពិសេសអ្នកនៅខាងជ្រូកមាសអីចឹងណាហើយសម្រាប់ទឹកស៊ុបរបស់គាត់វិញគឺថាក្លិនឡើងឈ្ងុយតែម្ដងហើយពេលដែល Two Sister ទៅនេះគឺគាត់ទៅតែចាប់ផ្ដើមរៀបចំបើកទេពុកម៉ែប្អូនអញ្ចឹងគឺថាទឹកស៊ុបអីនៅឡើងពេញឆ្នាំងហើយអត់ទាន់សូវមានភ្ញៀវមកណាហើយគាត់ក៏មានជាប្រភេទស៊ុបខួរអញ្ចេះដែរនិយាយទៅគឺទំនងមែនតើស៊ុបខួរគឺគាត់ដាក់មួយចានធំអញ្ចឹងមកហើយក្រៅតែពីស៊ុបគោក៏គាត់មានជាប្រភេទសាច់គោអាំងងៀតអាំងហើយនិងពោះគោទឹកប្រហុកដែរសម្រាប់ Two Sister វិញថ្ងៃនេះគឺទៅជាមួយនឹង Boostrong យើងធ្វើដំណើរឬមួយក៏ដើរលេងផ្លូវចិត្តឆ្ងាយឯហ្នឹងញ៉ាំ Boostrong ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃតែម្ដងជាពិសេសហ្នឹងសម្រាប់អ្នកដែលដើរលេងចេះតែល្ងុយគេងតាមផ្លូវអីហ្នឹងណាញ៉ាំ Boostrong មកគឺថាស្វាងល្ងុយគេងទៀតហើយចូលមកស៊ុបយើងវិញពុកម៉ែប្អូនគឺគាត់មានមកជាមួយនឹងបន្លែមួយសេតបើថាសាច់វិញរៀងច្រើនគួរសមដែរអញ្ចឹងមិនថា Two Sister និយាយហ្នឹងថា2នាក់ទៅ3នាក់អីមិនអស់មួយឆ្នាំនេះហើយពេលដែលញ៉ាំស៊ុបគោអីដែល Two Sister ចូលចិត្តជាងគេអាប្រភេទសាច់ជាប់ខ្លាញ់ពុកម៉ែប្អូនដាក់ជ្រលក់ជាមួយនឹងទឹកជ្រលក់ម្ទេសហឹលអញ្ចឹងមកគឺថាត្រូវគ្នាមែនតើអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលនៅខាងឈូកមាសពោធិ៍ចិនតុងចង់រកជាប្រភេទស៊ុបក្តៅជាពិសេសគឺអ្នកនៅម្ដុំផ្សារតាំងកសាំងហ្នឹងគឺអាចទៅសាកនៅទីតាំងមកកន្លែងនេះបានហើយបើសិនជាទៅទទួលបានរសជាតិបែបណាអីជួយ comment នៅខាងក្រោមវីដេអូផងតែកុំភ្លេចហើយជាមួយនឹងងៀតនេះពុកម៉ែប្អូនគឺគាត់អត់សូវជាហាក្រៀមទេអញ្ចឹងនៅពេលដែលយកមកដាក់អាំងចាស់គឺឆ្ងាញ់ផ្ទាប់ជាមួយនឹងជ្រូករបស់គាត់ណាអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេប៉ុន្តែបើសិនជាពុកម៉ែប្អូនទៅដល់ឃើញថាម្ចាស់ហាងទទួលរាក់ទាក់បែបណាអីជួយ comment នៅខាងក្រោមផងពេលដែល Two Sister ទៅនេះសំណាងដែរបានជួបជាមួយនឹងបងប្រុសគាត់រស់រាយរាក់ទាក់ដាក់អញ្ចឹងណា